សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី55-56នៅរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹង Hansen គាត់បាននាំមកគេទៀតឯនៅខាងមុខនឹងគឺជាផ្ទាំងថ្មអ្វីម្យ៉ាងដែលដាក់ដើម្បីនឹងរារាំងធ្វើជាឧបសគ្គក្នុងការប្រកួតឲ្យផ្លែជាងជុំទី1បន្តិចលោកគ្រូលបានឃើញចឹងក៏បាននិយាយថាទោះបីជាអាចរត់លឿនជាណាក៏ដោយប៉ុន្តែក៏ដោយសារតែលឿនពេកក៏មិនអាចបញ្ឈប់ល្បឿនទាន់នៅពេលដែលទៅបុកជាមួយនឹងផ្ទាំងនឹងទេមិនថាយ៉ាងណាក៏ដោយ Hansen នៅតែបន្តរត់ទៅមុខបំបុកនៅផ្ទាំងបេតុងកម្រាស់1ម៉ែត្រនឹងលីយិនហ្វឹងនៅកំពុងទៅមើលក៏ពិតជាមានការព្យាបាលមែនតែនសូម្បីតែជីម៉ារ៉ាន់ការកែប្រែរបស់មនុស្សយន្តឃាតករប្រាក់គឺពិតជាខ្លាំងមែនលីយិនហ្វឹងក៏ហាក់បីដូចជាមានកំហឹងរំពេចនឹងដែរលីដែលគឺជាមិត្តភក្តិជីម៉ារ៉ាន់ក៏បានសម្លឹងទៅមើលទឹកមុខជីម៉ារ៉ាន់មើលទៅនាងហាក់បីដូចជាមានអារម្មណ៍ថាមិនស្រួលទេជីម៉ារ៉ាន់ក៏បានតបវិញថាមិនអីទេជាក់ស្ដែងរឿងនឹងក៏ចេញដល់ភាគទី58ម្សិលមិញមានថាបានធ្វើផុស3វីដេអូនឹងនៅក្នុង Channel Telegram VIP ឯតាប៉ុន្តែដោយសារតែភ្លៀងផងអីផងអត់បានធ្វើមួយរយៈដូចជាភ្លើងញឹកដល់ហើយយើងចូលទៅក្នុងសាររឿងយើងវិញកំឡុងពេលនឹងការប្រកួតនៅតែបន្តយើងក៏បានឃើញជាមួយនឹង Hansen នៅតែបន្តរត់ទៅមុខបំបុកជាមួយនឹងផ្ទាំងថ្មដែលគឺជាឧបសគ្គរារាំងផ្លូវក៏បានធ្វើឲ្យលោកពូគណៈកម្មការដែលគឺជាមីងឈွန်នៅពេលនឹងក៏បានប្រកាសឡើងថាតំណាងជើងឯកលេខ1នៅជុំទី2នៅស្ថិតនៅក្នុងកំដាប់ដៃមនុស្សយន្តឃាតករប្រាក់ទៀតឯងលីយន្តហ្វឹងបានឃើញចឹងក៏ហាក់បីដូចជាមានកំហឹងផងដែរក៏កាន់តែឆ្ងល់តែគេគឺជាមនុស្សប្រភេទណាទៅរាជីម៉ារ៉ាននេះវិញក៏បានលោទៅកាន់អាអ្នកដែលបានចាញ់ថាហើយអ្វីបានជាពួកគេនឹងអន់ម្លេះមានបទពិសោធន៍ពេញខ្លួនប៉ុន្តែបែរជាចាញ់ទៅលើសិស្សថ្មីម្នាក់គឺសុទ្ធតែជាពួកសម្រាមទាំងអស់ហើយមនុស្សប្រភេទហ្នឹងគួរតែបញ្ឈប់ពីការប្រកួតនេះទៅលីបានឃើញចឹងកាន់តែឆ្ងល់ហើយសួរជីម៉ារ៉ានហើយអ្វីបានជានាងខឹងខ្លាំងម្លេះជីម៉ារ៉ាននៅពេលនេះក៏ដៅឆេវសាររឿងក៏បានកើតទៅមើល Hansen នៅវិញក្រុមគាត់ក៏បានអបអរសាទរទៀតឯងពិសេសគេឈ្មោះនៅពេលហ្នឹងគឺកាន់តែល្បីទស្សនិកជនគឺកាន់តែមកមើលច្រើនក៏ព្រោះតែ Hansen ក៏បានតបវិញថាកំតាន់អានសប្បាយចិត្តពេកនឹងអីទៅដូច្នេះ2ដងប៉ុណ្ណោះគាត់ចង់ឈ្នះជាបន្តទៀតក៏គិតទៅដល់ជីម៉ារ៉ានថាប្រកាសជានាងចាញ់សាររឿងក៏បានកាន់ទៅដល់លោកគ្រូលានេះវិញនៅពេលនេះគាត់ហាក់បីដូចជាបានខឹងទៅលើនរណាម្នាក់សួរថាហេតុអ្វីបានជាលោកផ្លាស់ប្ដូរច្បាប់នៃការប្រឡងដោយមិនសមហេតុផលបែបនេះមនុស្សដែលលោកគ្រូលាសម្ដៅលើគឺមានឈ្មោះថាចៅនឹងធានជាអ្នកទទួលបន្ទុករៀបចំនៃការប្រកួតនេះបានតបទៅការគ្រូបង្វឹកលថាឲ្យរយៈចិត្តសិនទៅការផ្លាស់ប្ដូរច្បាប់នៃការប្រកួតគឺដើម្បីនឹងការពារអ្នកប្រកួតតលោកបានគិតយ៉ាងណាដែលចំពោះអស្ថិរភាពនៃគ្រឿងសក្តិឃាតករប្រាក់មិនគិតថាទៅវាមានប្រៀបទៅលើអ្នកចូលរួមនៃការប្រកួតផ្សេងទៀតតែមែនលោកគ្រូលាក៏បានតបថាច្បាស់ណាស់ថាលោកមិនអាចប្រើប្រាស់គ្រឿងសក្តិនឹងបានជាលោកប្រឆាំងនេះគឺជាការប្រកួតមិនមែនជាសង្គ្រាមឡើយហើយពួកគេសុទ្ធតែជាសិស្សបើពិតជាមានគ្រោះថ្នាក់ណាមួយបានកើតឡើងចំពោះពួកគេរហូតដល់ថ្នាក់បាត់បង់ជីវិតអ្នកណាជាអ្នកទទួលខុសត្រូវចៅនឹងធានក៏បានតទៅវិញទៅថាលោកមិនចាំបាច់បារម្ភនោះទេសិង្ហយូគ្រប់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រប់ស្ថានភាពឲ្យលោកគិតមើលទៅច្បាប់បែបនេះក៏មានអត្ថប្រយោជន៍ដែរសម្រាប់ក្លឹប Amor របស់លោកគ្រូលាក៏បានតទៅវិញទៅថាលោកគិតខុសឲ្យលោកចៅបើសិនជាក្លឹប Amor របស់ខ្ញុំចង់ឈ្នះយើងត្រូវតែពឹងផ្អែកទៅលើកម្លាំងផ្ទាល់ខ្លួនទោះបីជាគាត់ខិតខំប្រឹងប្រែងប្រកែកយ៉ាងណាក៏ដោយមើលទៅគ្មានប្រសិទ្ធភាពនោះទេមួយសន្ទុះក្រោយមកគណៈកម្មការក៏បានបញ្ជូនដំណឹងថាការប្រកួតនៅពេលខាងមុខទៀតមនុស្សយន្តដែលមានរូបភាពនិមិត្តបានផ្លាស់ប្ដូរទៅជាមនុស្សយន្តដែលមានរាងកាយពិតចំណែកច្បាប់ទី2មនុស្សយន្តទាំង50ត្រូវបានបញ្ជូនទៅក្នុងសាយវានតែមួយដើម្បីប្រកួតអ្នកដែលបានឈរជើងនៅចុងក្រោយគេគឺជាជើងឯកដល់ឡើងទស្សនិកជនទាំងអស់នៅទីនឹងបានលើកអំពីច្បាប់បែបនេះហើយក៏ពិតជាមិនពេញចិត្តនោះទេដោយសារតែវាអាចនឹងដាក់សម្ពាធទៅលើមនុស្សយន្តឃាតករប្រាក់អ្នកខ្លះទៀតក៏បាននិយាយថាក្រុមហ៊ុនសិង្ហយូគ្រប់មើលទៅពិតជាគួរស្អប់ខ្ពើមក្រែមនុស្សយន្តឃាតករប្រាក់ផលិតចេញពីក្រុមហ៊ុនពួកគេមិនប៉ុន្តែហេតុអ្វីបានជាធ្វើបាបទៅលើគ្នាឯងអ្នកទៀតក៏បានតបថាមើលទៅក្រុមហ៊ុនសិង្ហយូគ្រប់ធ្វើបែបនឹងគឺមានគោលដៅអ្វីមួយព្រោះឲ្យថាក្រុមហ៊ុនមានអំណាចបែបនេះធ្វើអ្វីដើម្បីនឹងចង់សម្រេចគោលដៅខ្លួនឯងគឺពិតជាគួរស្អប់ខ្ពើមសូម្បីតែហ្វាងមីងឈွန်ក៏បានគិតថានេះគឺជាបញ្ហាធំសម្រាប់ Hansen ម្នាក់នេះដែល Hansen តែងតែហៅថាម៉ាប់ក៏បាននិយាយថា Hansen ណាមើលទៅប្រហែលជាការប្រកួតបន្តទៀតនេះពួកគេនឹងដាក់គោលដៅទៅលើឯងពួកគេប្រកាសជាខົບខិតជាមួយនឹងសិនយូគ្រប់ម៉ាម៉ាំក៏បានតបថាពួកយើងមិនអាចអនុញ្ញាតឲ្យមានអ្វីកើតឡើងចំពោះលបងឡើយ Hansen ក៏បានតបវិញថានេះគឺជារឿងរំភើបមួយខ្ញុំក៏មិនខ្លាចពួកគេដែរឡម៉ាំងក៏បាននិយាយដូចគ្នាអញ្ចឹងពួកយើងគួរណាស់តែរៀបចំផែនការទុកជាមុនបន្តទៀតឡម៉ាំងគឺជាអ្នករៀបចំនៃផែនការក៏ដូចជាយុទ្ធសាស្ត្រក្នុងការប្រកួតគ្រប់គ្នាក៏សុទ្ធតែយល់ស្របទៅទាំងយុទ្ធសាស្ត្ររបស់ឡម៉ាំងនឹងចង់ធ្វើពួកគេបានភ្លឺភ្នែកថាពួកយើងខ្លាំងប៉ុណ្ណាសាយរឿងក៏បានចូលទៅដល់ការប្រកួតយើងក៏បានឃើញជាមួយនឹងក្រុម Hansen កំពុងទៅត្រូវហូមព័ទ្ធទៅដោយបេក្ខជនប្រកួតផ្សេងទៀតទាំងអស់គ្នាក៏បានដឹងថាអ្នកដែលបានហូមព័ទ្ធទៅលើពួកគេអ្នកខ្លះគឺជាសមាជិកក្លឹប Amor ចំណែកអ្នកខ្លះទៀតមកពីក្រុមហ៊ុន Sengyu មុននឹងចាប់ផ្ដើមនៃការប្រកួត Hansen ក៏បានសួរបញ្ជាក់តើអ្នកទាំងអស់គ្នាអាចធ្វើបានដោយអត់ទៅលើយុទ្ធសាស្ត្រដែលលោកម៉ាំងបានរៀបចំទាំងអស់គ្នាក៏សុទ្ធតែនិយាយថាអាចធ្វើបានសម្រុកចូលទាំងអស់គ្នាឃើញថានៅពេលនេះការប្រកួតដ៏កក្រៅរវាងមនុស្សយន្តជាមួយនឹងមនុស្សយន្តក៏បានចាប់ផ្ដើមឡើងស្រីទាំង3នាក់ដែលបានដឹកនាំដោយឡម៉ាំងក៏បានបាញ់ភ្លើងដើម្បីនឹងសម្ដៅទៅកាន់មនុស្សយន្តផ្សេងទៀតទៅក៏ Hansen ទៅចាត់ការមនុស្សយន្តពីរនេះលោកម៉ាំងក៏បានឲ្យ Hansen ក្តោបឱកាសបានល្អពួកយើងជាអ្នកការពារហើយឯងជាអ្នកវាប្រហារឃើញថាមនុស្សយន្តពីរក៏បានរត់ពាំងមុខ
ដើម្បីហានសិនចូលទៅតែបែបនេះហើយនៅពេលនេះគេមានការហានសិនចូលទៅចិត្តបញ្ចេញនូវធម៌ពលដ៏អស្ចារ្យបាញ់ប្រហារទៅលើមនុស្សយន្តដែលគឺជាដៃគោបដិបកហ្វាងមីងឈွန်បានឃើញចឹងក៏ពិតជាមានការពេញចិត្តយ៉ាងខ្លាំងសរសើរទៅការហានសិនពិតជាឆ្លាតមែននេះគឺជាមធ្យោបាយល្អដើម្បីនឹងទប់ទល់ជាមួយសត្រូវដែលមានគ្នាច្រើនយើងក៏លេចទៅមើលចៅនឹងធាននៅពេលនេះគេមិនសប្បាយចិត្តទេចែកថាសំបីតែមនុស្សពីរនាក់មកពីក្លឹបមនុស្សយន្តក៏មិនអាចចាត់ការបានដែរនៅក្នុងការប្រកួតនេះវិញមនុស្សយន្តទាំងនេះខំប្រឹងបាញ់ទៅការហានសិនគាត់បានកិច្ចយ៉ាងលឿនហានទាំងបានបញ្ចេញនូវខែការពារទៀនចឹងហើយក្របកំភ្លើងរបស់ពួកអស់ហ្នឹងមិនអាចធ្វើអ្វីទៅលើគាត់បានឡើយក៏ត្រូវបានគាត់ប្រើប្រាស់ល្បឿនយ៉ាងលឿនដើម្បីនឹងចាត់ការទៅលើមនុស្សយន្ត3នោះឲ្យផ្ទុះឡើងខ្ទេចតែម្ដងក៏មិនដឹងនោះទេថាអ្នកដែលបានបញ្ជាទៅលើមនុស្សយន្តទៅជាយ៉ាងណានោះហ្វាងមីងឈွန်ក៏នៅតែអត្ថាធិប្បាយទៅលើការប្រកួតមួយនេះនិងបានវិភាគទៅលើស្លាបាច់សាច់ស្ងៀមរបស់ហានសិនទៅកាន់ទស្សនិកជនដែលបានដឹងទាំងអស់ចំណែកហានសិនក៏បានកើតផងដែរថាក្នុងការដោះស្រាយជាមួយនឹងពួកអស់នេះគ្រាន់តែយុទ្ធសាស្ត្រប៉ុណ្ណឹងក៏អាចចាត់ការបានដែរហើយទោះបីជាពួកគេខំយកចិត្តទុកដាក់ក្នុងថ្នាក់យុទ្ធសាស្ត្រយោធាយ៉ាងណាក៏ដោយក៏គណៈពេលដែរមនុស្សយន្តទាំងអស់បានព្រួតគ្នាបាញ់ប្រហារទៅលើមនុស្សយន្តដែលគឺជាគ្នារបស់ហានសិនហ្នឹងហានសិនគាត់បានសម្រុកចូលទៅមនុស្សយន្តខ្លះត្រូវបានដាច់ជាពីរដោយសារតែដាវរបស់ហានសិនកាប់បើនិយាយអំពីល្បឿនគាត់វិញក៏នៅតែលឿនដដែលបន្តមកក៏បានធ្វើឲ្យចៅនាងធានក៏កាន់តែមានការខឹងយ៉ាងខ្លាំងចេះទៅកាន់មនុស្សដែលខ្លួនបញ្ជូនទៅថាសតតែពួកសម្រាមខាងទាំងពេលនេះបានគិតថាមនុស្សដែលបានបញ្ជាទៅលើមនុស្សយន្តឃាតករប្រាក់នេះគឺជាឧបសគ្គសម្រាប់គេនៅពេលអនាគតបញ្ជាកូនចៅគេទៅសើបក៏ស្របពេលដែលហានសិននៅពេលនឹងក៏បានឈរទៅលើគំនរសាកសពរបស់មនុស្សយន្តដទៃទៀតហ្វាងមីងឈွန်ក៏នៅតែប្រកាសថាពិតជាអស្ចារ្យណាស់ហើយនេះគឺជាអ្នកដែលបានជាប់ចំណាត់ថ្នាក់ជើងឯកពួកយើងត្រូវទៅចង់ចាំទៅលើមនុស្សយន្តឃាតករប្រាក់ហើយនឹងអ្នកប្រើប្រាស់វាដែលមានឈ្មោះថាហានសិនបញ្ចប់នៅការប្រកួតក្រុមគាត់ក៏បានមកអបអរសាទរទៀតទេហានទាំងបានសរសើរទៅកាន់គាត់ថានៅពេលនេះបានជាប់ចំណាត់ថ្នាក់ជើងឯកទៀតគឺជាមោទនភាពមួយនៅក្នុងក្លឹបមនុស្សយន្តពួកយើងហានសិនក៏បានអរគុណដល់ពួកគេសរសើរសាររឿងក៏បានទៅមើលជាម៉ារ៉ាន់តិចវិញលីលីក៏បានសួរទៅកាន់នាងទៅនាងបានគិតយ៉ាងណាដែរកំពុងទៅដើរមុខកញ្ញើស្រាប់ផងរំពេចនោះក៏មានមនុស្សពីរនាក់បានដើរមកទៀតនិយាយអំពីការប្រកួតដំបិញមិញក៏ពិតជាអស្ចារ្យមែនតែនបើសិនជាមានលក់គេចង់ទិញមួយដែរសំដៅទៅលើមនុស្សយន្តឃាតករប្រាក់គ្នាយើងប៉ុន្តែសោកស្ដាយណាស់ដោយសារតែវាមិនដាក់លក់ឡើយបរិបម្នាក់ដែលមានឈ្មោះថាហានសិនបានទទួលចំណាត់ថ្នាក់លេខ1 3ជុំជាប់គ្នាបើពិតខ្ញុំជាស្រីមែននៅប្រកាសជាលងស្នេហ៍គាត់ទេស្ដាប់ពួកនឹងនិយាយចាប់ជីម៉ារ៉ានក៏បានដើរទៅនឹងជញ្ជាំងមួយដៃលីលីក៏បានសួរថាទៅនឹងមានបញ្ហាអ្វីមែនទេនៅថ្ងៃនេះហេតុអ្វីបានជាពេលនេះគួរខ្លាចម្លេះជីម៉ារ៉ានក៏បានតទៅវិញតែកំណាចថាមិនណៃទេលីលីខ្ញុំមិនកើតអីឡើយពួកយើងគួរណាស់តែហូបអីសិនទៅឥឡូវនឹងខ្ញុំឃ្លានណាស់ដល់បែបនេះលីលីមើលទៅកាន់តែឆ្ងល់លេកើតអ្វីហើយអ្វីបានជាមិនប្រាប់សាច់រឿងយើងនៅពេលនេះក៏បានកាត់ទៅដល់មន្ទីរពិសោធន៍មួយដែលគឺជាមន្ទីរពិសោធន៍ដែលបានផលិតនៅមនុស្សយន្តនេះឡើងម្នាក់នេះក៏បាននិយាយថានេះពិតជាម៉ាស៊ីនតេស្ត T9 ក្នុងមន្ទីរពិសោធន៍ពួកយើងបញ្ជាក់ដោយសាស្ត្រាចារ្យថាងពិតជាត្រឹមត្រូវសាស្ត្រាចារ្យថាងក៏បានតទៅវិញទៅថាអ្នកដែលបានបើកទៅលើមនុស្សយន្តសារលបងនេះគឺជាសិស្សថ្មីនៃសាលាយោធាស្ទាំងខ្មៅដែលមានឈ្មោះថាហានសិនស្ទើរតែបានឈ្នះនៅក្នុងកន្លែងដំបូងក្នុងគម្រោងទាំងអស់ម្នាក់ទៀតដែលមានឈ្មោះថាលាវឆាងមីងក៏បានតវិញមនុស្សដែលមិនដែលវិវត្តអាចប្រតិបត្តិការមនុស្សយន្តនេះបានថាទាំងបានចោះចំណាត់ថ្នាក់លេខ1ទៀតស្ទើរតែមិនគួរជឿសាស្ត្រាចារ្យថាងក៏ស្ទើរតែមិនគួរជឿដូចគ្នាប៉ុន្តែនេះគឺជារឿងពិតមួយដែលមនុស្សយ៉ាងច្រើនដែលបានទស្សនានៃការប្រកួតមួយនេះអាចធ្វើសាក្សីបានសាស្ត្រាចារ្យថាងខានតែបានដឹងទៀតថាហានសិនគឺជាសមាជិកនៃក្រុមពិសេសមួយរបស់ឈិនសៀនពេលនេះខ្ញុំបានសម្រេចចិត្តដាក់គាត់ឲ្យធ្វើជាអ្នកនាំពាក្យសម្រាប់ផលិតផលថ្មីតែដល់របស់យើងនិងឲ្យជួយផ្សព្វផ្សាយត្រង់ហ្នឹងក៏មានន័យថាមនុស្សយន្តរបស់ហានសិនដែលគឺជាឃាតករប្រាក់ហ្នឹងនៅពេលផលិតដំបូងគេដាក់ឈ្មោះគម្រោងនឹងថា T9 ហើយជាក់ស្ដែងនៅពេលហ្នឹងមនុស្សយន្តហ្នឹងផលិតបានជោគជ័យសាស្ត្រាចារ្យថាងគាត់ចង់បង្កើតបន្ថែមទៀតដែលបានដាក់គម្រោងថា T10 សាររឿងក៏បានការចេញពីហ្នឹងទៅយើងក៏បានឃើញជាមួយនឹងទីតាំងមួយមានមនុស្សស្រីម្នាក់កំពុងតែឈរលោមនុស្សចង្រៃហានសិននេះហើយអ្វីបានជាគេសំណាងម្លេះដែលបានជាប់ចំណាត់ថ្នាក់ជើងឯកហើយអ្វីបានជាគាត់មើលទៅខ្លាំងម្លេះនាងក៏ជាជីម៉ារ៉ានរំលឹកនៅពេលដែលហានសិនបានខលមកដើម្បីចង់ឌឺដងនាងអេងតិចនឹងហៅនាងថាម៉ោង12យប់នេះជួបគ្នានៅមុខច្រកចូលអាហារដ្ឋានបានលើអញ្ចឹងនាងក៏បានឆ្ងល់ថាហើយអ្វីបានជានៅទីនោះទៅវិញហើយមិញហ្នឹងដូចជាមាននិយាយថាច្រឡំម៉ោង12យប់តាមពិតមិនមែនទេអាចនឹងពេលល្ងាចហើយជីម៉ារ៉ានណាត់ជួបនៅក្នុងអាហារដ្ឋាននៃសាលាជីម៉ារ៉ានបានតវ៉ាថាទីហ្នឹងមានមនុស្សចេញចូលច្រើនណាស់គួរទៅដូរកន្លែងទៅប៉ុន្តែហានសិនក៏បានបិទទូរស័ព្ទអញ្ចឹងនាងបានគិតថាហានសិនមិនចេះតែដើម្បីនឹងបំបាក់មុខមាត់នាងមានក៏សូមបញ្ជាក់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី55 56ប្រហែលជា3វីដេអូនឹងបានតែ27នាទីទេហើយមានថាកន្លះម៉ោងហើយអញ្ចឹងក៏បាយបាយជួបគ្នាវីដេអូក្រោយ